តើស្វែងយល់អំពីភាពរីករួមរបស់ខួរក្បាលកុមារដែលគេហៅថា neuroplasticity បាននិយាយឲ្យចំទៅ neuroplasticity គឺជាសមត្ថភាពរបស់ខួរក្បាលក្នុងការរៀបចំបង្កើតប្រព័ន្ធប្រសាទថ្មីហើយធ្វើការផ្ទារជាប់គ្នាឡើងវិញកូនឆ្លាតឬក៏អត់គឺវាអាស្រ័យទៅលើការខិតខំប្រឹងប្រែងក្នុងការប្រើប្រាស់ខួរក្បាលដើម្បីឲ្យខួរក្បាលខំប្រឹងបង្កើតនៅប្រព័ន្ធប្រសាទថ្មីហើយធ្វើឲ្យមានការចងចាំបានល្អហើយថែមទាំងធ្វើឲ្យការចងចាំកាន់តែខ្លាំងឡើងតាមរយៈឪពុកម្ដាយបណ្ដុះបណ្ដាលឲ្យកូនចេះប្រើប្រាស់ខួរក្បាលឲ្យបានកាន់តែច្រើនដែលអាចធ្វើទៅបានគ្រប់ពេលដែលកូនរៀនជំនាញថ្មីរៀនសូត្រពីដំណោះស្រាយបញ្ហាឬក៏កូនព្យាយាមធ្វើអ្វីមួយដែលមិនធ្លាប់មានបទពិសោធន៍សោះរឿងដែលមិនគួរឲ្យជឿនៅក្នុងខួរក្បាលគឺវាបានកំពុងតែកើតឡើងដូច្នេះនៅពេលដែលកូនគាត់ចាប់ផ្ដើមរៀនជំនាញអ្វីដែលថ្មីអ្នកសិក្សាបានបង្ហាញថាខួរក្បាលរបស់កុមារគឺមានសមត្ថភាពអស្ចារ្យមួយគេហៅថា neuroplasticity ដែលនាងខ្ញុំបានបកស្រាយពីចំណងជើងខាងលើហៅថាភាពរីករួមនៃខួរក្បាលដែលយើងបកស្រាយប្រើពាក្យសាមញ្ញដើម្បីឲ្យងាយយល់ភាពរីករួមនៃខួរក្បាលបើនិយាយឲ្យសាមញ្ញកាន់តែងាយយល់គឺមានន័យថាខួរក្បាលអាចអភិវឌ្ឍអាចសម្របសម្រួលទៅតាមមជ្ឈដ្ឋានជុំវិញខ្លួនហើយនឹងមានភាពខ្លាំងគឺតាក់ទងជាមួយនឹងបទពិសោធន៍ដែលឪពុកម្ដាយបានបង្រៀនទៅដល់កូនមូលហេតុដែលយើងត្រូវតែបន្តឲ្យកូនខិតខំប្រឹងប្រែងក្នុងការប្រើប្រាស់ខួរក្បាលឲ្យគិតបានកាន់តែច្រើនសូត្រពីអ្វីដែលថ្មីអនុញ្ញាតឲ្យកូនធ្វើអ្វីតាមតែគាត់ចង់ដឹងចង់ឮតាមតែគាត់ចង់រុករកហើយនឹងអនុញ្ញាតឲ្យគាត់រៀនពីបទពិសោធន៍ថ្មីគឺជាកត្តាចាំបាច់ណាស់សម្រាប់ខួរក្បាលហើយកត្តាទាំងនោះមានដូចជាឪពុកម្ដាយត្រូវតែអានរឿងនិទានឬក៏អានសៀវភៅជាមួយកូនឲ្យបានរៀងរាល់ថ្ងៃឪពុកម្ដាយត្រូវតែនាំកូនចេញទៅក្រៅដើម្បីទទួលបានបទពិសោធន៍ថ្មីហើយនឹងឲ្យស្គាល់ពីបរិយាកាសជុំវិញខ្លួននិងជួយបង្កើនភាពខ្លាំងទៅដល់ខួរក្បាលរបស់កូននៅពេលដែលឪពុកម្ដាយចេះបង្កើនទម្លាប់កូនជាប្រចាំរាល់ថ្ងៃពេលឪពុកម្ដាយបង្កើនទម្លាប់ឲ្យកូនជារៀងរាល់ថ្ងៃហើយប្រកាន់ភ្ជាប់ធ្វើជារៀងរាល់ថ្ងៃគឺមានន័យថាឪពុកម្ដាយបានអនុញ្ញាតឲ្យខួរក្បាលរបស់កូនអនុវត្តនៅជំនាញដដែលរហូតទៅដល់ខួរក្បាលរបស់កូននឹងចាំតែខ្លួនឯងហើយធ្វើឲ្យខួរក្បាលមានប្រសិទ្ធភាពកាន់តែខ្លាំងក្លាខាងក្រោមនេះគឺជាកត្តាមួយចំនួនដែលសំខាន់ឪពុកម្ដាយត្រូវតែចូលរួមដើម្បីឲ្យកូននឹងប្រើប្រាស់ខួរក្បាលហើយធ្វើឲ្យខួរក្បាលកូនកាន់តែឆ្លាតទី1 keep your child learning គឺត្រូវតែបន្តឬក៏ជំរុញឲ្យកូនរៀនសូត្ររៀនហើយរៀនទៀតតាមរយៈការលេងជាមួយកូនឲ្យបានកាន់តែច្រើនហើយកុំទុកកូនឲ្យលេងតែម្នាក់ឯងនាំកូនធ្វើកិច្ចការមួយចំនួនដែលអាចធ្វើទៅបានដូចជាការធ្វើកិច្ចការផ្ទះមួយចំនួនដែលយើងគិតថាយើងអាចឲ្យគាត់នឹងចូលរួមជាមួយយើងបានបង្រៀនកូនពីផ្នែកទំនាក់ទំនងនិងបង្កើនជំនាញគេថា sensory skill គឺតាក់ទងជាមួយទៅនឹងការប៉ះការស្ទាបហើយនឹងការមើលលក្ខណៈទី2 keep your child active បានន័យថាយើងត្រូវតែជំរុញឲ្យកូននឹងមានសកម្មភាពឲ្យកាន់តែច្រើនអត់ឲ្យកូនខ្ជិលទេប្រសិនបើកូនរបស់បងប្អូននៅតូចគឺអ្វីដែលជំរុញឲ្យគាត់មានសកម្មភាពមិននៅស្ងៀមគឺយើងត្រូវតែដាក់ធម្មវិថែមឲ្យគាត់បានត្រឹមត្រូវទៅតាមអាយុកាលរបស់គាត់តាក់ទងជាមួយធម្មវិថែមវាគឺជាលំហាត់ប្រាណរបស់ទារកឬក៏កូនក្មេងនាងខ្ញុំបានធ្វើវីដេអូពីមុនរួចមកហើយរៀនកូនឲ្យមានជំនាញគេថា motor skill គឺជាជំនាញក្នុងការប្រើប្រាស់ចលនារួមទាំងចលនាទូចនិងចលនាធំចលនាទូចដូចជាបង្រៀនកូនឲ្យចេះប្រើប្រាស់នៅចលនាម្រាមដៃរបស់គាត់ហើយចលនាធំគឺបង្រៀនកូនឲ្យចេះប្រើប្រាស់នៅចលនាជើងឬក៏ចលនាដងខ្លួនជាដើមទី3គេថា healthy sleep គឺយើងត្រូវតែឲ្យកូនគេងឲ្យបានគ្រប់គ្រាន់ទៅតាមពេលវេលាទៅតាមអាយុកាលរបស់កូនដែរឪពុកម្ដាយត្រូវតែចេះទម្លាប់ឲ្យកូនគេងទាំងយប់ទាំងថ្ងៃឲ្យបានត្រឹមត្រូវដោយសារតែនៅក្នុងកំឡុងពេលគេងគឺខួរក្បាលនឹងចាប់ផ្ដើមធ្វើការចាប់យកពីសកម្មភាពឬក៏បទពិសោធន៍ដែលកុមារបានធ្វើកន្លងមកទី4 create healthy routine and repetitive strengthen neural pathways ឪពុកម្ដាយត្រូវតែចេះបង្កើតទម្លាប់ដ៏អស្ចារ្យមួយដល់កូនដើម្បី
ពង្រឹងប្រព័ន្ធប្រសាទឲ្យតជាប់គ្នាឡើងវិញឲ្យកាន់តែខ្លាំងឡើងឪពុកម្ដាយត្រូវតែចេះបង្រៀនកូនឲ្យចេះគ្រប់គ្រងអារម្មណ៍នៅពេលដែលគាត់ចាប់ផ្ដើមមានអារម្មណ៍មិនស្ងប់ពីអាកប្បកិរិយាមិនល្អបង្រៀនកូនឲ្យចេះមានគំនិតក្នុងការរៀបចំផែនការហើយនឹងត្រូវតែចេះបង្កើនការចងចាំដល់កូនតាមរយៈការរៀនឲ្យបានកាន់តែច្រើនហើយនឹងធ្វើសកម្មភាពឲ្យបានកាន់តែច្រើនហើយនឹងអនុវត្តដដែលជារៀងរាល់ថ្ងៃរហូតដល់ខួរក្បាលចងចាំដោយខ្លួនឯងនិងឪពុកម្ដាយត្រូវតែចេះបង្រៀនកូនឲ្យចេះធ្វើ filter គឺជាតម្រង់មួយដែលយើងត្រង់យកតែរបស់ល្អរបស់ដែលមានប្រយោជន៍អញ្ចឹងនៅពេលណាដែលយើងគិតថារបស់នោះមិនមានប្រយោជន៍យើងត្រូវតែចេះបង្រៀនកូនឲ្យចេះបោះចោលកុំយកទុកវាតទៅទៀតអញ្ចឹងឲ្យចេះដូច្នេះឲ្យកូនចេះជ្រើសរើសយករបស់ណាដែលល្អហើយមានប្រយោជន៍ទាំងគ្រួសារទាំងខ្លួនរបស់កូនហើយនឹងទាំងសង្គមរាប់សេចក្តីឡើងវិញភាពរីករាយនៃខួរក្បាលរបស់កុមារគឺសំដៅទៅលើសមត្ថភាពខួរក្បាលរបស់កុមារចេះសម្របសម្រួលចេះបង្កើនភាពខ្លាំងតាមរយៈបទពិសោធន៍ដែលឪពុកម្ដាយបានបង្រៀនទៅដល់កូនមូលហេតុដែលឪពុកម្ដាយត្រូវតែបន្តនិងជំរុញឲ្យកូនធ្វើសកម្មភាពខិតខំប្រឹងប្រែងរៀនសូត្រអនុញ្ញាតឲ្យកូនធ្វើអ្វីមួយដែលគាត់ចង់ដឹងចង់ឮរុករកហើយនឹងទទួលបានបទពិសោធន៍ថ្មីវាគឺជាកត្តាសំខាន់សម្រាប់ឲ្យខួរក្បាលរបស់កុមារនឹងឆ្លាតហើយនឹងមានការអភិវឌ្ឍបានកាន់តែល្អដូច្នេះខួរក្បាលរបស់កុមារឆ្លាតឬក៏អត់គឺវាអាស្រ័យទៅលើការខិតខំប្រឹងប្រែងរៀនសូត្រហើយនឹងការខិតខំរបស់ឪពុកម្ដាយប្រឹងបណ្ដុះបណ្ដាលទៅលើកូនឲ្យចេះប្រើប្រាស់ខួរក្បាលនិងបង្រៀនកូនពីជំនាញថ្មីអនុញ្ញាតឲ្យកូនរុករកពីបទពិសោធន៍ដែលគាត់ចង់ធ្វើហើយនឹងអនុញ្ញាតឲ្យកូនចូលរួមជាមួយនឹងមជ្ឈដ្ឋានជុំវិញខ្លួនរបស់គាត់ដូច្នេះនាងខ្ញុំសង្ឃឹមថាក្រោយពីពុកម៉ែបងប្អូនស្ដាប់វីដេអូរបស់នាងខ្ញុំហើយនឹងព្យាយាមបង្រៀនបណ្ដុះបណ្ដាលកូនឲ្យទទួលបានបទពិសោធន៍ថ្មីឲ្យកូនចេះចូលរួមនៅក្នុងសង្គមទទួលបានបទពិសោធន៍ថ្មីដែលគាត់មិនធ្លាប់ជួបពីកន្លងមកដើម្បីឲ្យខួរក្បាលរបស់គាត់មានសកម្មភាពកាន់តែខ្លាំងហើយធ្វើឲ្យខួរក្បាលរបស់គាត់នឹងក្លាយទៅជាខួរក្បាលមួយដែលគេហៅថាអូរ៉ូមេរិកដែលធ្វើឲ្យខួរក្បាលរបស់កូននឹងគឺមានការចងចាំនិងឆ្លាតវៃដោយខ្លួនឯងជាចុងក្រោយនាងខ្ញុំសូមអរគុណចំពោះពុកម៉ែបងប្អូនតែងតែគាំទ្រវីដេអូរបស់នាងខ្ញុំ